កម្ពុជាបដិញ្ញាចិត្តដើម្បីសន្តិភាពការផ្សះផ្សាគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់អន្តរជាតិនិងគ្មានបំណងមានទំនាស់ជាមួយថៃតែជាអកុសលចំនួនដែលកើតឡើងកើតចេញពីការមិនគោរពច្បាប់ឯកឧត្តមអ៊ុចបូរិតអនុប្រធានទី1ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថារាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជាបដិញ្ញាចិត្តដើម្បីសន្តិភាពការផ្សះផ្សានិងការគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់អន្តរជាតិទោះជាយ៉ាងណាក៏ដោយមាគ៌ាឆ្ពោះទៅមុខប្រកបដោយការស្ថាបនាទាមទារឲ្យមានការវាយតម្លៃដោយក្តីស្មោះត្រង់អំពីការពិតនាពេលបច្ចុប្បន្នដែលបទដ្ឋានមនុស្សធម៌ដែលយើងកំពុងពិភាក្សាត្រូវបានរំលោភបំពានការលើកឡើងបែបនេះរបស់ឯកឧត្តមអ៊ុចបូរិតបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី151នៃសហភាពអន្តរសភា IPU ទីក្រុង Geneva ប្រទេសស្វីសនៅថ្ងៃទី21ខែតុលាឆ្នាំ2025ឯកឧត្តមអ៊ុចបូរិតបានលើកឡើងថាយើងខ្ញុំចូលរួមទាំងស្រុងក្នុងការបដិញ្ញាចិត្តដើម្បីសន្តិភាពការផ្សះផ្សានិងការគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់អន្តរជាតិទោះជាយ៉ាងណាក៏ដោយមាគ៌ាឆ្ពោះទៅមុខប្រកបដោយការស្ថាបនាទាមទារឲ្យមានការវាយតម្លៃដោយក្តីស្មោះត្រង់អំពីការពិតនាពេលបច្ចុប្បន្នដែលបទដ្ឋានមនុស្សធម៌ដែលយើងកំពុងពិភាក្សាត្រូវបានរំលោភបំពានកម្ពុជាគឺជាប្រជាជាតិមួយដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាលប្រជាជនរបស់យើងខ្ញុំទទួលបាននៅសន្តិភាពនិងការផ្សះផ្សាជាតិតាមរយៈការលះបង់ដ៏ធំធេងហើយយើងខ្ញុំស្រឡាញ់នឹងការពារសុខសន្តិភាពនេះដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិរបស់យើងខ្ញុំគ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយជាពិសេសថៃដែលជាប្រទេសជិតខាងគៀកជាប់នឹងយើងហើយដែលចែករំលែកនៅប្រវត្តិសាស្ត្រវប្បធម៌និងចំណងមិត្តភាពអាស៊ានជាមួយគ្នាក៏ប៉ុន្តែដើម្បីការពិតយើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតបឯកឧត្តមអ៊ុចបូរិតក៏បានបញ្ជាក់បន្ថែមថាព្រំដែនរវាងប្រទេសទាំងពីរមិនទាន់បានកំណត់នោះទេព្រំដែននេះមានមូលដ្ឋានយ៉ាងច្បាស់លាស់នៅក្នុងលិខិតតុបករអន្តរជាតិដែលចងកាតព្វកិច្ចអនុវត្តលិខិតតុបករទាំងនោះរួមមានអនុសញ្ញាបារាំងសៀមឆ្នាំ1904សន្ធិសញ្ញាបារាំងសៀមឆ្នាំ1907និងផែនទីឧបសម្ព័ន្ធបង្កើតបានជាមូលដ្ឋានដ៏ស្របច្បាប់សម្រាប់ការបោះបង្គោលព្រំដែនតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅក្នុងសាលក្រមជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងឆ្នាំ1962និងឆ្នាំ2013បានបញ្ជាក់អះអាងឡើងវិញនៅលិខិតតុបករទាំងនេះមូលដ្ឋានច្បាប់នេះពង្រឹងបន្ថែមដោយអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ដែលហាមឃាត់យ៉ាងច្បាស់លាស់មិនឲ្យភាគីណាមួយធ្វើសកម្មភាពទាំងឡាយណាដែលអាចផ្លាស់ប្តូរស្ថានភាពនៅក្នុងតំបន់ព្រំដែននិងបង្កើតគណៈកម្មការចម្រុះព្រំដែន JBC ជាយន្តការបច្ចេកទេសតែមួយគត់ក្នុងការបោះបង្គោលព្រំដែនជាអត្តសោលចំនួនដែលកើតឡើងគឺកើតចេញពីការមិនគោរពលិខិតតុបករច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះនិងការអនុវត្តជាឯកតោភាគីជាជាងយន្តការដែលបានព្រមព្រៀងគ្នាស្រាប់មានតែតាមរយៈការគោរពយ៉ាងខ្ជាប់ខ្ជួននៅលិខិតតុបករទាំងនេះនិងការទទួលយកដែនយុត្តាធិការតុលាការអន្តរជាតិប៉ុណ្ណោះទើបអាចធានាបាននូវសុខសន្តិភាពពិតប្រាកដបន្ថែមពីនេះឯកឧត្តមអ៊ុចបូរិតក៏បានសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិនម៉ាឡេស៊ីនិងជាពិសេសប្រធានាធិបតីត្រាំសម្រាប់ការចូលរួមចំណែកដ៏មានតម្លៃក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរកាលពីថ្ងៃទី28ខែកក្កដានិងបានបន្តគាំទ្រដំណើរការចរចាសម្ដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនរួមកម្ពុជាថៃផងដែរ